ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាពីដំណាំត្រកូលលក្ខណៈគ្រួសារត្រកូលនឹងខ្ញុំរើសបានមួយបាច់ធំពេលខ្ញុំដើរហាត់ប្រាណពេលព្រឹកគេបានកាត់ចុងត្រួយអស់ហើយនៅសល់តែគល់ខ្ញុំឃើញល្អពេកទៅយកមកដាំមិនយូរប៉ុន្មានពិតជាបានផលល្អមែនខ្ញុំបេះបាន3ដងហើយដោយម្ដងខ្ញុំបេះបានមួយក្តាប់ធំអាចយកទៅធ្វើម្ហូបបានមួយចានដែរងាយបានម្ហូបដោយមិនចំណាយលុយច្រើនវីដេអូនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាថាពេលខ្លះអ្វីដែលគេបោះបង់ចោលអ្វីដែលគេបោះចោលក៏អាចមានប្រយោជន៍ដល់យើងដែរមែនអត់បងប្អូនទាំងអស់គ្នា